បាទខ្ញុំសូមធ្វើការអនុញ្ញាតលំអរកាយគោរពនិងជំរាបសួរប្រិយមិត្តនិងមិត្តទូរទស្សនិកជននៅក្នុងបណ្ដាញសង្គមទាំងអស់ជាទីគោរពនិងជាទីនិរលឹកស្វាគមន៍មកកាន់នីតិចែករំលែកនៅព័ត៌មានថ្មីៗតាក់ទងទៅនឹងរថយន្តគួរបញ្ជាក់ផងដែរថាយុគសម័យថ្មីនេះបច្ចេកវិទ្យារថយន្តគឺមានការរីកចម្រើននិងជឿនលឿនរហ័សឥតឈប់ឈរជាពិសេសគឺរថយន្តអគ្គិសនីហើយរថយន្តអគ្គិសនីនេះគឺសុទ្ធសឹងក្រុមហ៊ុនភាគច្រើនគឺប្រទេសចិនជាអ្នកផលិតបាទនិយាយអំពីរថយន្តអគ្គិសនីឥឡូវនេះគឺហាក់បីដូចជាប្រទេសចិនបាននាំមកគេរួចទៅហើយបាទ Xpeng Mona M03 Max បាទឬក៏យើងអានថា Xpeng Mona M03 Max សាកថ្មម្ដងជិះបាន600គីឡូម៉ែត្របាទហើយតម្លៃរបស់វាវិញគឺខ្ទង់តែ$20,000ទេបាទបើយោងតាមប្រភពពីទីផ្សារបរទេសបាទបានដឹងថាក្រុមហ៊ុនផលិតយន្ត Xpeng បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធបាទដែលមានឈ្មោះថា Mona M03 Max ស៊េរីឆ្នាំ2025ប្រភេទ model ខ្ពស់ជាងគេជាមួយនឹងតម្លៃលក់ចាប់ពី$21,500នៅទីផ្សារប្រទេសចិនបាទរថយន្តនេះផលិតឡើងគឺដោយផ្អែកទៅលើគ្រោងឆ្អឹងប្រភេទ SIPA 2.0 បាទ Architecture ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន1ដែលអាចផលិតកម្លាំងបាន214សេសនិងកម្លាំងរមុលគឺ250 Nm ផ្គប់ជាមួយនឹងអាគុយទំហំ 62.2 kW ម៉ោងដែលអាចសាកថ្មពេញម្ដងអាចបើកបរបានចម្ងាយ580 km គាំទ្រដោយការសាកថ្មល្បឿនលឿនអាចសាកបានពី30ទៅ80%ដែលប្រើរយៈពេលមិនដល់កន្លះម៉ោងគឺត្រឹមតែ26នាទីតែប៉ុណ្ណោះតើតើទៅនឹងផ្នែកខាងក្រៅ Mona M03 Max មានភ្ជាប់មកជាមួយប្រព័ន្ធកាមេរ៉ា7ទីតាំងនិងប្រព័ន្ធចាប់សញ្ញាគេហៅថា LiDAR រួមទាំង chip បាទ NVIDIA បាទគេហៅថា NVIDIA O-ring X chip ចំនួន2ដែលជំនួយទៅដល់ប្រព័ន្ធបើកបរស្វ័យប្រវត្តិបាទសម្រាប់ការ design ស្រដៀងគ្នាដោយ model ធម្មតាមានលក្ខណៈបែបស្ពណ៌ដោយបណ្ណាមុខបិទជិតបាទចង្គៀងមុខក្រោយគឺប្រភេទ LED រចនារាងជាអក្សរ T ព្រមទាំងថាសកង់ស្ពណ៌ទំហំ20អ៊ីនជាដើមបាទចំពោះនៅផ្នែកខាងក្នុងវិញគឺមានការ design បែបជាគេហៅថា minimalistic ដែលមានបំពាក់នៅអេក្រង់កំសាន្ត touch screen ទំហំ 15.6 អ៊ីនសម្រាប់បញ្ជាមុខងារបាទទូទៅក៏ដូចជាកន្លែងសាកថ្មប្រើខ្សែដំបូលកញ្ចក់បែប panoramic បាទគេហៅថា glass roof ប្រវែង 1.2 ម៉ែត្រដែលអាចការពារពន្លឺ UV បានដល់ 99.9% និងបានបញ្ចូលទៅនៅប្រព័ន្ធជំនួយអ្នកបើកបររបស់ Xpeng AI Driving Assistant System ផងដែរអញ្ចឹងនេះគឺជាគេហៅថាប្រព័ន្ធជំនួយការអ្នកបើកបរបាទដែលប្រព័ន្ធនេះគឺជាប្រព័ន្ធ AI របស់ Xpeng តែម្ដងបាទប្រិមិត្តនិងមិត្តទូទាំងជនជាទីគោរពនិងជាទីរអាននេះគឺជាព័ត៌មានដែលតាក់ទងទៅនឹងរថយន្តបាទអគ្គិសនីរបស់ Xpeng ដែលមានឈ្មោះថា Mona M03 Max បាទដែលជាប្រភេទរថយន្តដែលមានការ design បែបគេហៅថា Sport ពលកាត់ Sport ណាប្រិមិត្តបាទអរគុណចំពោះការតាមដានស្ដាប់និងទស្សនានៅព័ត៌មានក៏ដូចជាវីដេអូមួយនេះបាទជាចុងក្រោយក៏ខ្ញុំសូមជូនពរទៅដល់ប្រិមិត្តនិងមិត្តទូទាំងជនជួបតែសំណាងល្អមានសុខភាពល្អរកទទួលទានបាននិងមានសុខសុវត្ថិភាពរាល់ពេលលោកអ្នកធ្វើដំណើរទាំងទីជិតនិងទីឆ្ងាយបើកបរត្រូវមានភាពយោគយល់និងអធ្យាស្រ័យគ្នាបើស្រវឹងកុំបើកបរកុំពិសាគ្រឿងស្រវឹងកុំភ្លេចជួបគ្នាជាមួយនឹងខ្ញុំបាទនៅព័ត៌មានក៏ដូចជាវីដេអូក្រោយៗទៀតតាក់ទងទៅនឹងរថយន្តថ្មីបាទសូមអរគុណ